chứng tại tôi một ca config deviceមួយទៀត code មួយនេះនៅក្នុងអញ្ចឹងយើងដោតខ្សែកុំព្យូទ័ររបស់យើងចូលមកថតចូលមកនេះមកអានេះទី1នៅទី1អញ្ចឹងយើង refresh មកវាបាន IP វា35តែវាលូតក្រហមយើងត្រូវ tick ដាក់ new password ថ្មីដាក់ដូចគ្នាមកហ្នឹងយើងចុច active ចានេះវា35អានេះវារបស់វា35អញ្ចឹងយើងចូលទៅវា2ដងមកយើង login យើងរើសដូចគ្នាពីមុនចឹងកម្ពុជាចុច team agree អូខេបន្ទាប់មកយើងចូល wireless ហើយយើងចូល basic ចឹងអានេះវាឲ្យយើង tick រើសឥឡូវ device មួយនេះយើងយកវាជា AP ហើយបន្ទាប់មកឈ្មោះនេះយើងកែដាក់អីផ្សេងបានដែរឧទាហរណ៍យើងត្រូវដាក់ឲ្យដូចគ្នាឧទាហរណ៍ថាយើងដាក់ hello password 1 ដល់ 9 hello 1 ដល់ 9 អានេះជា AP តោះមកយើង save យើង save ហើយអញ្ចឹងអានេះយើងធ្វើហើយវាជា AP អញ្ចឹងយើងធ្វើអានេះម្ដងអញ្ចឹងយើងដកខ្សែពីកុំព្យូទ័ររបស់យើងចេញពីអានេះវិញមកចាអានេះវាអត់មានភ្លើងទេណាយើងដកអានេះពីកុំព្យូទ័រមកដោតចូលអានេះវិញវាដោតហើយយើងមក refresh អានេះម្ដងទៀតអញ្ចឹងយើង refresh យើងទទួលបានថ្មីមួយទៀតហើយអញ្ចឹងអានេះយើងត្រូវទី1យើងត្រូវដាក់ password ដូចមិញអញ្ចឹងយើងចុច activate វាគ្រីបន្ទាប់ពីវាគ្រីយើងត្រូវដូរ IP វាសិនព្រោះនេះវា15ដូចគ្នាយើងដូរដាក់35យើងដូរដាក់ដកទៀតមកដូរដាក់36កុំឲ្យដូចទៅមុនហើយយើងដាក់ password ដែលយើងទំដាក់មិញហ្នឹងពេលតមកយើង modify អូខេខៀវហើយយើង refresh មួយគេអញ្ចឹងវាលោ36ចុចលើវា2ដងមកយើងដាក់ password ចូលឬយកកម្ពុជា team agree អូខេអញ្ចឹងកន្លែងនេះយើងចូលកន្លែង wireless setting ដូចគ្នា basic អញ្ចឹងអានេះយើងរើសយកខាង CPE ម្ដងអញ្ចឹងឈ្មោះនេះក៏យើងដាក់ត្រូវដាក់ដូចមុនយើងដាក់ hello ដូចគ្នា hello ដូចគ្នា password ក៏យើងដាក់ដូចគ្នានិយាយទៅត្រូវដូចគ្នា1ដល់ 9អូខេប៉ុណ្ណឹងយើង save អូខេតទៅពី save ហើយយើង scan វាមកយើង scan សារទៀតអញ្ចឹងវាលោតភ្លើងនេះ scan វាលោតភ្លើងគ្នាបានអូខេ